Bạn សួស្តីនេះគឺជាវីដេអូទី4ហើយដែលយើងសិក្សាទៅលើរដ្ឋធម្មនុញ្ញហើយវីដេអូទី4នេះគឺយើងនិយាយអំពីជំពូកទី8ថ្មីអំពីព្រឹទ្ធសភាបាទមាត្រា99ថ្មីព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិនិងបំពេញភារកិច្ចរបស់ខ្លួនដោយមានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូលបាទអញ្ចឹងសមាជិករដ្ឋសភារបស់យើងមាន125រូបអញ្ចឹងយើងចែកជា2ទៅគឺនឹងហើយជាសមាជិករបស់ព្រឹទ្ធសភាសមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះនិងត្រូវជ្រើសរើសដោយការបោះឆ្នោតអសកលខ្លះសមាជិកព្រឹទ្ធសភាត្រូវបានចាត់តាំងនិងជ្រើសរើសតាំងសារជាថ្មីបានអ្នកដែលមានសិទ្ធិឈមោះបោះឆ្នោតចូលឈ្មោះជាបេក្ខជនព្រឹទ្ធសភាគឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច40ឆ្នាំនិងមានសញ្ជាតិខ្មែរតាំងពីកំណើតមេត្រា100ថ្មីសមាជិកព្រឹទ្ធសភាមានចំនួន2រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រសមាជិកព្រឹទ្ធសភាចំនួន2រូបត្រូវបានរដ្ឋសភាជ្រើសរើសតាំងតាមមតិភាគច្រើនដោយរបៀបឬឯសមាជិកព្រឹទ្ធសភាទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកលបានចាក់បោះឆ្នោតជាអសកលហ្នឹងគឺយើងមិនមែនបោះឆ្នោតទូទាំងប្រទេសណាគឺបោះឆ្នោតតែសមាជិកក្រុមប្រឹក្សាឃុំបានយើងបោះឆ្នោតតែក្រុមប្រឹក្សាឃុំហើយនឹងសមាជិករដ្ឋសភាអញ្ចឹងយើងនឹងហើយគឺការបោះឆ្នោតយើងជ្រើសរើសនៃសមាជិកព្រឹទ្ធសភាមាត្រា100ថ្មីការរៀបចំនៅបែបបទនៃការប្រព្រឹត្តទៅនៃការចាត់តាំងនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោតអង្គបោះឆ្នោតនិងមណ្ឌលបោះឆ្នោតត្រូវបានចែងក្នុងច្បាប់មួយមាត្រា102ថ្មីមួយនីតិកាលរបស់ព្រឹទ្ធសភាមានកំណត់6ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែងក្នុងពេលមានសង្គ្រាមឬក្នុងកលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើតព្រឹទ្ធសភាអាចបន្តនីតិកាលរបស់ខ្លួនមួយដងបាន1ឆ្នាំតាមសំណើរបស់ព្រះមហាក្សត្រការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសម្រេចដោយមតិយល់ព្រម2/3យ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលក្នុងកលៈទេសៈដោយបានរៀបរាប់ខាងលើព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កលៈទេសៈពិសេសខាងលើកាលបើសភាការអនុញ្ញាតប៉ុន្តែការសម្រេចបញ្ចប់កលៈទេសៈពិសេសតែប្រទេសជាតិស្ថិតក្នុងភាពមានអាសន្នព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភាក្នុងសម័យរដ្ឋសភាព្រឹទ្ធសភាវាលែងតែការអនុវត្តមាត្រា86នៃរដ្ឋសភាបើព្រឹទ្ធសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាចនៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដីការប្រកាសអាសន្នត្រូវបន្តទៅមុខដោយស្វ័យប្រវត្តិមាត្រា103ថ្មីអាណត្តិនៃសមាជិកព្រឹទ្ធសភាមានវិសមត្ថភាពជាមួយការបំពេញមុខងារសាធារណជាសកម្មជាមួយមុខងារជាតំណាងរាស្ត្រនិងជាមួយមុខងារជាសមាជិកស្ថាប័នដទៃដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញបានអញ្ចឹងអឺសមាជិកព្រឹទ្ធសភាហ្នឹងគឺនឹងឲ្យមិនអាចពេញមុខងារជាមុខងារសាធារណៈឬក៏ជាតំណាងរាស្ត្រអីទេណានឹងហើយស្ថាប័នរដ្ឋដទៃទៀតគឺមិនអាចធ្វើជាសមាជិកព្រឹទ្ធសភាបានទេនឹងយើងហៅថាវាសមត្ថភាពមាត្រា104ថ្មីសមាជិកព្រឹទ្ធសភាមានអភ័យសិទ្ធិសភាសមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចាត់ប្រកាន់ចាប់ខ្លួនខលខ្លួនឃុំខ្លួនដោយហេតុអំពីសម្ដែងយោបល់ឬក៏មតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយការចាត់ប្រកាន់ការចាប់ខ្លួនការខត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភាពីគណៈកម្មការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភាវាឡើងតែក្នុងករណីបទល្មើសប្រវត្តិជាក់ស្ដែងក្នុងករណីចុងក្រោយនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនព្រឹទ្ធសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្តនៅមានសម្រេចសេចក្តីសម្រេចរបស់គណៈកម្មការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើន2/3នៃសមាជិកព្រឹទ្ធសភាទាំងមូលក្នុងករណីទាំងអស់ខាងលើការឃុំខ្លួនការជួបប្រកាន់សមាជិកព្រឹទ្ធសភាមួយត្រូវផ្អាកប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន3/4នៃសមាជិកព្រឹទ្ធសភាទាំងមូលមាត្រា105ថ្មីព្រឹទ្ធសភាមានថវិកាស្វ័យយ័តសម្រាប់ដំណើរការព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់មេត្រា106ថ្មី2ព្រឹទ្ធសភាបើសម័យប្រជុំដំបូង60ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះហៅប្រជុំរបស់ព្រះមហាក្សត្រមុនចាប់ផ្ដើមការងាររបស់ខ្លួនព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ
នឹងត្រូវបោះឆ្នោតជ្រើសដាច់ដោយឡែកពីគ្នានៅប្រធានអនុប្រធានប្រសិទ្ធិនិងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ប្រសិទ្ធិដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកប្រសិទ្ធិទាំងមូលប្រធានប្រសិទ្ធិត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកប្រសិទ្ធិដែលមានសញ្ជាតិខ្មែរតែមួយសមាជិកប្រសិទ្ធិទាំងអស់ត្រូវធ្វើសញ្ញាប្រតិធានមុនចូលកាន់តំណែងដោយមានខ្លឹមសារក្នុងបស្សពន្ធទី7នៃរដ្ឋសភាសំទោសនៃរដ្ឋធម្មនុញ្ញមេត្រា7ថ្មីប្រសិទ្ធិប្រជុំជាសាមញ្ញ2ដងក្នុងមួយឆ្នាំសម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិច3ខែបើមានសំណូមពរពីព្រះមហាក្សត្រសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រីឬពីសមាជិកព្រឹទ្ធសភាចំនួន1/3យ៉ាងតិចព្រឹទ្ធសភាក៏ហៅប្រជុំវាសាមញ្ញមេត្រា108ថ្មីនៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភាគណៈកម្មការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារគណៈកម្មការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភារួមមានប្រធានព្រឹទ្ធសភាអនុប្រធានព្រឹទ្ធសភានិងប្រធានគណៈកម្មការទាំងអស់របស់ព្រឹទ្ធសភាមេត្រា109ថ្មីសម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ព្រឹទ្ធសភាលើកឡើងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះហៅប្រជុំនៅកលៈទេសៈតម្រូវក្រៅពីករណីខាងលើនិងក្រៅពីកន្លែងនិងកាលបរិច្ឆេទដែលមានកំណត់ក្នុងសេចក្តីអញ្ជើញការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជាខុសច្បាប់ហើយអាសាសុនពេញលក្ខណៈមេត្រា10ថ្មីប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភាទទួលអនុញ្ញាតច្បាប់និងសេចក្តីសម្រេចចិត្តទាំងឡាយដែលព្រឹទ្ធសភាបានអនុម័តរ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភានិងចាត់ចែងការតាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភាក្នុងករណីដែលប្រធានព្រឹទ្ធសភាមានទុរៈមិនអាចបំពេញមុខងារបានដោយហេតុមកពីជំងឺឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទីឬព្រះរាជានុសិទ្ធិឬបំពេញបេសកកម្មនៅក្រៅប្រទេសអនុប្រធានព្រឹទ្ធសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួសក្នុងករណីដែលប្រធានអនុប្រធានលាលែងពីតំណែងឬទទួលរាជកម្មព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធានឬអនុប្រធានថ្មីមេត្រា111ថ្មី2ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធានឬសមាជិកចំនួន1/10យ៉ាងតិចពីព្រះមហាក្សត្រពីនាយករដ្ឋមន្ត្រីឬពីប្រធានរដ្ឋសភាការប្រជុំព្រឹទ្ធសភានឹងយកជាការបានលុះត្រាតែមានគោរមលើសពី2/3នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើនឬ2/3នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលគោរមលើសវិភាគកណ្ដាលនៃសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើនដោយរបៀបឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលចំនួនសម្លេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រមហើយដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរមេត្រា112ថ្មីព្រឹទ្ធសភាមានភារកិច្ចសម្រាប់សម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាលមេត្រា113ថ្មីព្រឹទ្ធសភាពិនិត្យឲ្យយោបល់ក្នុងរយៈពេល1ខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមដោយដំបូងរួចហើយព្រមទាំងលើកបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឲ្យពិនិត្យបើជាការបញ្ញត្តិរយៈពេលនោះត្រូវបន្ថយមកត្រឹមរយៈពេល5ថ្ងៃបើព្រឹទ្ធសភាយល់ព្រមឬពុំបានយល់មិនបានយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកខាងលើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះត្រូវយកទៅប្រកាសឲ្យប្រើបើព្រឹទ្ធសភាសូមឲ្យកែសម្រួលសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់នោះរដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី2រដ្ឋសភាត្រូវពិនិត្យនិងសម្រេចតែត្រង់ចំណុចបញ្ញត្តិឬចំណុចណាមួយដែលព្រឹទ្ធសភាឲ្យកែសម្រួលដោយបដិសេធចោលទាំងមូលឬទុកចោលដែលការខ្លះការបង្វិលទៅវិញទៅមករវាងព្រឹទ្ធសភារដ្ឋសភាត្រូវធ្វើក្នុងរយៈពេល1ខែរយៈពេលនេះត្រូវបន្ថយមកត្រឹម10ថ្ងៃបើត្រូវពិនិត្យសម្រេចពីថវិកាជាតិនិងហិរញ្ញវត្ថុហើយមកត្រឹមតែ2ថ្ងៃបើជាការបញ្ញត្តិបើរដ្ឋសភាទុកឲ្យហួសរយៈពេលកំណត់ឬពជាពេលដែលកំណត់ទុកសម្រាប់ការពិនិត្យនោះរយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភានិងព្រឹទ្ធសភាត្រូវបន្ថែមឲ្យស្មើគ្នាដែរបើព្រឹទ្ធសភាបរិសេធសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់នោះជាអាសាបងរដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទី2បានមុនរយៈពេល1ខែទេរយៈពេលនេះត្រូវបន្ថយមកត្រឹម10ថ្ងៃបើពិនិត្យទៅលើថវិកានិងហិរញ្ញវត្ថុហើយមកត្រឹម4ថ្ងៃបើជាការបញ្ញត្តិក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ជាលើកទី2នេះរដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហនិងយកតាមមតិភាគច្រើនដាច់ខាតសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ណាមួយដែលសម្រេចដោយខាងលើហើយនោះត្រូវយកទៅប្រើប្រកាសឲ្យប្រើ
មេត្រា114ថ្មីមួយប្រសិទ្ធភាពមកគណៈកម្មការផ្សេងដែលចាំបាច់ជាការរៀបចំនៃការប្រព្រឹត្តទៅនៃប្រសិទ្ធភាពនៃកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ប្រសិទ្ធភាពបទបញ្ជាផ្ទៃក្នុងនេះត្រូវអនុម័តយកព្រមដោយសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកប្រសិទ្ធភាពទាំងមូលមេត្រា115ថ្មីក្នុងករណីមានសមាជិកប្រសិទ្ធភាពទទួលអនិច្ចកម្មលីលែងឬប្រឆាសមាជិកភាពដែលបានកើតឡើង6ខែយ៉ាងតិចមុនចប់នីតិកាលត្រូវចាត់តាំងឬជ្រើសតាំងចំនួនសមាជិកនោះតាមលក្ខខណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃប្រសិទ្ធភាពហើយក្នុងច្បាប់ស្តីពីការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិកប្រសិទ្ធភាពបានអញ្ចឹងចំណុចចំពោះ8នៃស្តីអំពីប្រសិទ្ធភាពខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយវីដេអូក្រោយយើងនឹងមើលទៅលើចំពោះ9ថ្មីអំពីសមាជត្រសភាប្រសិទ្ធភាពបាទសូមអរគុណ